គេអូសយកអ្នកប្រាជ្ញអ្នកចេះដឹងយកទៅធ្វើជាទាសករចំណែកឯមន្ត្រីឬក៏អ្នកដែលប្រឆាំងជាមួយនឹងគេឬមួយក៏រាសទូទៅរាសធម្មតាដែលគ្មានប្រយោជន៍សម្រាប់គេសម្លាប់ចោលអស់ហើយគេសម្លាប់ដោយវិធីណាអាហ្នឹងគឺជារឿងរបស់គេដែលគេនឹងកំណត់ជោគវាសនាឲ្យយើងព្រោះពេលនោះគេគឺជាអាធិរាជលើជីវិតយើងហើយពេលដែលគេយកអ្នកប្រាជ្ញយកអ្នកចេះដឹងយើងទៅគេមិនមែនអញ្ជើញទៅលោកបងទៅជួយខ្ញុំអត់មានទេគេចោះស្លឹកត្រចៀកយើងដោតដោយខ្សែលួសឬខ្សែដែលមិនអាចរើរួចហើយកំភ្លើងឬកំបិតនៅក្បែរយើងជានិច្ចមានឯកសារខ្លះថាចងយើងនឹងព្យួរជាមួយនឹងឫស្សីអញ្ចឹងព្យួរជាមួយឫស្សីចឹងដោត4 10នាក់ឲ្យផាត់បើយើងងាកតែបន្តិចមិនផុតផងងាកតែបន្តិចមិនបានផងគេដោតត្រចៀកយើងដឹកយើងយកទៅស្រុកគេក្នុងនាមជាទាសករបើព្រមរស់ត្រូវតែធ្វើជាទាសករបម្រើគេមិនអាចតវ៉ាបានទេបើហ៊ានតវ៉ាគឺស្លាប់នេះគឺជាអ្នកប្រាជ្ញអ្នកចេះដឹងផងចំណែកឯមនុស្សទូទៅគឺស្លាប់ខ្ទេចខ្ទីដូច្នេះហើយការដែលយើងចាញ់គេគឺវាបែបហ្នឹងអាណាចក្រវាបញ្ជាក់អញ្ចឹងថានៅពេលដែលយើងចាញ់គឺវេទនាចាញ់គឺវេទនាអត់មានពាក្យថាចាញ់ជាព្រះឈ្នះជាមាសស្អីទេអាហ្នឹងគឺជាពាក្យដែលជនបរទេសគេបង្កើតឡើងដើម្បីឲ្យយើងព្រមធ្វើជាទាសកររបស់គេតែប្រពន្ធនោះទេតែធាតុពិតគឺមិនអញ្ចឹងឡើយធាតុពិតគឺចាញ់ត្រូវតែស្លាប់បើមិនស្លាប់ជាទាសករចំណែកគេឈ្នះគេคล้ายទៅជាចវាយរបស់យើងគេដោតស្លឹកត្រចៀកអ្នកចាញ់នោះហើយគឺជាប្រវត្តិសាស្ត្រហើយក្នុងប្រវត្តិសាស្ត្រដែលសៀមគេធ្វើបាបខ្មែរហ្នឹងគឺក្នុងរាជរបស់ព្រះបាទជ័យជេដ្ឋាទី1និងក្រោយរាជរបស់ព្រះបាទជ័យជេដ្ឋាទី1ពេលដែលគេវាយបែកទីក្រុងលង្វែក